លោកអនុทิនប្រកាសថាមិនភ័យរឿងចិនផ្ដល់រថក្រោះឲ្យកម្ពុជាតែថៃត្រៀមខ្លួនទប់ទល់នាយករដ្ឋមន្ត្រីថៃអនុทิនបានចេញមកប្រកាសយ៉ាងតក់ក្រហល់ថាខ្លួនមិនមានការព្រួយបារម្ភអ្វីឡើយចំពោះព័ត៌មានដែលថាប្រទេសចិនបានបញ្ជូនរថក្រោះទំនើបជាច្រើនគ្រឿងមកឲ្យកម្ពុជាគូបញ្ជាក់ថាដោយការចេញមកអះអាងរបស់អនុทิនគឺបន្ទាប់ពីកាសែតថៃខៅសតបានចុះផ្សាយនៅថ្ងៃទី10ខែមិថុនានេះថាប្រទេសចិនបានបញ្ជូនរថក្រោះប្រភេទ T59D ចំនួន93គ្រឿងមកឲ្យកម្ពុជាស្របពេលដែលស្ថានភាពព្រំដែនរវាងកម្ពុជាថៃកំពុងស្ថិតនៅក្នុងចំណុចដ៏គួរឲ្យចាប់អារម្មណ៍កាសែតខាងលើបានបន្តថាបញ្ហានេះបានធ្វើឲ្យប្រទេសថៃមានក្តីព្រួយបារម្ភរហូតក៏ហៅអនុព័ន្ធយោធាចិនប្រចាំនៅប្រទេសថៃដើម្បីទៅបកស្រាយបំភ្លឺលោកអនុทิនបានចេញមកច្រានចោលការចុះផ្សាយខាងលើនិងបានបញ្ជាក់ថារឿងនេះមិនមែនជាការពិតទេហើយថៃក៏គ្មានអ្វីត្រូវព្រួយបារម្ភនោះឡើយចំពោះបញ្ហានេះនិងដោយបានអះអាងថាថៃមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនទប់ទល់រួចជាស្រេចនេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីថៃអនុทิនដែលបានឆ្លើយតបទៅកាន់កាសែតថៃខៅសតប៉ុន្តែយ៉ាងណាក្តីអ្នកវិភាគបានមើលឃើញថាការចេញមកបដិសេធយ៉ាងតក់ក្រហល់របស់នាយករដ្ឋមន្ត្រីថៃអនុทิននៅពេលនេះហាក់បង្ហាញថាថៃកំពុងភ័យខ្លួនរហូតដល់ថ្នាក់រងសម្ពាធហើយត្រូវបង្ខំចិត្តចេញមកលៀងខ្លួនវិញជាប្រញាប់